ទោះឪពុកម្ដាយល្អយ៉ាងណាពួកគាត់មិនអាចនៅជាមួយអ្នកពេញមួយជីវិតបានទេទោះបីកូនល្អយ៉ាងណាពេលធំឡើងពួកគេនឹងចាក់ចេញពីអ្នកកូនស្រីដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាប្រុសកូនប្រុសដែលអ្នកបង្កើតគឺសម្រាប់កូនប្រសាស្រីមានតែភរិយាទេដែលពិតជារបស់អ្នកជីវិតដែលនៅសេសសល់ចូលធ្វើល្អចំពោះភរិយាបានច្រើនព្រោះបន្តិចម្ដងអ្នកនឹងឃើញថាភរិយាគឺជាអ្នកដែលមើលថែអាហារ3ពេលរបស់អ្នកជាអ្នកដែលព្រួយបារម្ភពីសម្ពាធឈាមឡើងចុះរបស់អ្នកជាអ្នកដែលរអ៊ូរទាំឲ្យអ្នកឈប់ជក់បារីឈប់ផឹកស្រាពេលអ្នកចាស់ដីលើក្រែភរិយាទេដែលជាអ្នកមិនចាក់ចេញហើយពិតជានៅជាមួយអ្នកដល់ចាស់ប្តីប្រពន្ធក្មេងคล้ายជាគូគប់ពេលចាស់តើអ្វីទៅជាគូគប់ចាស់មានតែក្រោយពេលរស់នៅជាមួយគ្នារាប់សិបឆ្នាំបានភ្លក់រសជាតិជីវិតទាំងផ្អែមល្វីងជូរចត់និងជួយគ្នាទៅវិញទៅមកទៅពិតជាយល់ថាគូគប់ចាស់គឺការស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តជឿទុកចិត្តគោរពអត់ឱនអធ្យាស្រ័យនិងមិនបោះបង់ចោលគ្នាហើយអ្នកដែលនៅជាមួយអ្នកនោះគឺជាភរិយារបស់អ្នកទោះបីអ្នកមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនប្រសើរជាងការមានគូគប់ពេលចាស់ដែរខ្ញុំចង់ប្រាប់អាចកំបាំងមួយសម្រាប់អ្នកចង់បានគ្រួសារដែលល្អឥតខ្ចោះស្ដាប់ដល់ចំណុចចុងក្រោយអ្នកនឹងយល់សូមក្រឡេកមើលមនុស្សជុំវិញខ្លួនអ្នកខ្លះមានជីវិតគ្រួសារល្អតែសុខភាពមិនល្អអ្នកខ្លះមានមុខរបររីកចម្រើនតែគ្រួសារមិនសុខដុមអ្នកខ្លះមានគ្រួសារសុខដុមតែជីវភាពក្រីក្រអ្នកខ្លះមានបញ្ហាអាពាហ៍ពិពាហ៍ប៉ុន្តែកូនពូកែភាពមិនល្អឥតខ្ចោះគឺជាស្ថានភាពធម្មជាតិនៃជីវិតការទាមទារភាពល្អឥតខ្ចោះពេកមិនមែនជារឿងល្អនោះទេមនុស្សមិនគួរលោភលន់ពេកបើអ្នកចង់បានគ្រប់យ៉ាងត្រូវបន្ថែមពាក្យពីរម៉ាត់គឺលំបាកព្រោះត្រូវតែលំបាកទៅបានគ្រប់យ៉ាងកុំសម្លឹងមើលតែរបស់ដែលខ្លួនមិនមានពេលអ្នកមានអ្វីមួយហើយអ្នកមិនចេះថែរក្សាគិតតែពីរបស់ដែលខ្លួនមិនមានបើធ្វើបែបនេះជីវិតរបស់អ្នកប្រកបជានឿយហត់ណាស់តាមពិតទៅជាង 90% នៃគ្រួសារទាំងអស់មិនមានសុភមង្គលទេព្រោះគ្រប់គ្រួសារទាំងអស់សុទ្ធតែមានផេះនៅបាតផ្ទះអ្នកក៏មិនគួរគិតថាមានតែអ្នកម្នាក់ទេដែលវេទនាបំផុតនៅលើលោកនេះរឿងដែលពិបាកបិទបំផុតគឺមាត់មនុស្សរឿងដែលពិបាកស្ទង់បំផុតគឺចិត្តមនុស្សទោះបីអ្នកជាមនុស្សល្អយ៉ាងណាក៏ដោយក៏នៅតែមានអ្នកមិនចូលចិត្តអ្នកដែរទោះបីអ្នកស្មោះត្រង់យ៉ាងណាក៏នៅតែមានអ្នកសង្ស័យអ្នកដែរនៅពេលដែលអ្នកស្លៀកពាក់ស្អាតបន្តិចគេថាអ្នកមិនស័ក្តិសមនៅពេលដែលអ្នកស្លៀកពាក់សាមញ្ញបន្តិចគេថាអ្នកក្រខ្សត់ទោះបីអ្នកធ្វើអ្វីក៏ដោយនៅតែមានអ្នកនិយាយដើមអ្នកដដែលជាជាងព្យាយាមធ្វើឲ្យអ្នកដទៃពេញចិត្តគួរតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តវិញរស់នៅក្នុងពិភពផ្ទាល់ខ្លួនដោយក្តីល្អហើយទុកឲ្យពិភពអ្នកដទៃដំណើរការទៅតាមធម្មជាតិរបស់វាតើអ្នកដឹងទេថាមានភាពខុសគ្នាអ្វីខ្លះរវាងអតីតកាលនិងបច្ចុប្បន្នកាលកាលពីមុនមនុស្សក្រណាស់ប៉ុន្តែពួកគេស្មោះត្រង់មនុស្សជួយមនុស្សស្រឡាញ់មនុស្សឥឡូវនេះមនុស្សមានណាស់ប៉ុន្តែคล้ายពុតវត្តមនុស្សប្រុងប្រយ័ត្នពីមនុស្សបោកប្រាស់មនុស្សកាលពីមុនឃើញមនុស្សមានបញ្ហានាំគ្នាខ្នះខ្នែងជួយឥឡូវនេះឃើញមនុស្សមានបញ្ហានាំគ្នារត់គេចឈរមើលឬថតបង្ហោះបណ្ដាញសង្គមកាលពីមុនមនុស្សជួបមនុស្សងើបមុខជជែកគ្នាលេងឥឡូវមនុស្សជួបមនុស្សឈ្ងោកមុខលេងទូរស័ព្ទកាលពីមុនរៀបការស្រួលលែងលះពិបាកឥឡូវនេះលែងលះស្រួលរៀបការពិបាកកាលពីមុនរថយន្តតិចមនុស្សក៏តិចពេលរថយន្តមកគ្រប់គ្នារត់គេចឥឡូវនេះរថយន្តច្រើនមនុស្សក៏ច្រើនពេលរថយន្តមកមានមនុស្សទៅបុកទៀតកាលពីមុនខោរហែកប៉ះវាស្លៀកឥឡូវនេះខោមិនទាន់រហែកបែរជាហើយវាស្លៀកកាលពីមុនពេលកូនធំពួកគេខិតខំចេញទៅរកលុយយកមកចិញ្ចឹមឪពុកម្ដាយឥឡូវនេះឪពុកម្ដាយខិតខំរកលុយយកមកចិញ្ចឹមកូនកាលពីមុនកូនរៀនគ្រូលំបាកឥឡូវនេះកូនរៀនឪពុកម្ដាយលំបាក